ជំរាបសួរពុកម៉ែបងប្អូនផ្លែកភ្នែកផ្លែអារម្មណ៍ទៀតហើយថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនមកលេងផ្សារនៅស្រុកលើកដៃខេត្តកណ្ដាលចាផ្សារនេះគឺគេលក់ចាប់ពីពេលរសៀលទៅសាប៊ូបន្លែត្រីសាច់ធម្មជាតិច្រើនមែនតែនហើយដោយសារតែនៅនេះក្បែរទន្លេអញ្ចឹងសាប៊ូត្រីធម្មជាតិសាប៊ូពោះសាប៊ូអីចឹងមានពោះផលិតពោះព្រៃមានកដុលមានអីចឹងទៅហើយខ្ញុំមកលេងជើងនេះសាប៊ូត្រីក្រាញ់គេដាក់អីគេដាក់មងដាក់អីបានល្អមែនតើសុទ្ធតែខ្លាញ់ពេញពោះឥឡូវតែក្មេងខ្ញុំគាត់រើសខ្ញុំទិញយក2គីឡូយកទៅអាំងយើងអាំងតឹងសកាអញ្ចឹងហើយញ៉ាំជាមួយជ្រក់ស្វាយនិយាយពីឆ្ងាញ់ខ្លាញ់ឡើងពេញពោះបើបងសកាហើយយកទៅស្លក៏ជាតិដែរឡើងតុនបន្លែមកស្លម្ជូរស្លអីស្ងោរស្លឹងពិលអីគឺឆ្ងាញ់ណាស់ខ្ញុំឲ្យតែមកលេងស្រុកខាងប្តីម្ដងគឺទិញទៅវិញក៏ច្រើនណាស់យកទៅដាក់ទូទុកញ៉ាំហ្មងណាព្រោះវាចំណេញនៅនេះវាធូរថ្លៃតម្លៃធូរថ្លៃជាងខាងខ្ញុំច្រើនមែនតើនៅខាងខ្ញុំគាត់នៅកពឹសចង្វាក៏ថ្លៃដែរ1គីឡូឡើង20000ជាងអីដែរដល់មកនេះតម្លៃធូរថ្លៃខ្ញុំចេះតែទិញយកទៅច្រើនព្រោះឃើញត្រីល្អហើយត្រីធម្មជាតិត្រីទន្លេត្រីបឹងហើយមានខ្យងក្រៅពីត្រីទន្លេក៏មានបកងអីដែរអ្នកភូមិគាត់លក់ដែរអញ្ចឹងណាបកងវិញមានបកងធម្មជាតិប៉ុន្តែខ្ញុំមកសានេះអត់មានទេអ្នករកគេរកអត់បានណាហើយសាប៊ូបន្លែដូចជាតកួនឆ្លក់ទឹកផលិតហើយមានកញ្ឆែតមានអីហ្នឹងថាត្រួយលាស់ឡើងខ្ចីញញនេះដើកអ្នកភូមិគាត់រកបានណាគាត់យកមកលក់ហើយអានេះខ្យងបឹងឡើងសិតតែកមួនឥឡូវប្តីខ្ញុំចង់ទិញខ្យងយកទៅខនៅខាងនេះគេមានខខ្យងអញ្ចឹងណាបើខាងខ្ញុំធ្លាប់តែឆាគ្រឿងឆាក្តៅស្ងោអីចឹងទៅតែនៅខាងស្រុកប្តីខ្ញុំនេះមានខខ្យងមកមុខទៀតហើយចាឥឡូវទិញខ្យងយកទៅខសាញ៉ាំមើលរសជាតិមិនដែរហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមដើរមើលបន្តទៀតថាមានលក់អីខ្លះចឹងណាកន្លែងបងស្រីនេះគឺគាត់មានធ្វើប្រហិតលក់ប្រហិតត្រីធម្មជាតិគាត់ម៉ូមួយបន្លែមានដៃគោពោតបារាំងបន្លែអស់ហ្នឹងសុទ្ធតែអ្នកភូមិហ្នឹងគាត់ដាំបានណាហើយអីជាប់ប្រហិតហ្នឹងគាត់មានលក់ពោះលក់អីដែរមកដល់កន្លែងនេះប្តីបើខ្ញុំឃើញពោះនេះរៀងធូរ1គីឡូ20000ណាពោះប្រេងចាពោះប្រេងខ្លាញ់ល្អមែនតើខ្លាញ់ឡើងពេញពោះហើយទិញពោះហ្នឹង1គីឡូទៅបន្ទាប់មកបកមកវិញបានទិញកដៅ1គីឡូទៀត1គីឡូហ្នឹងបានប្រហែលជាកដៅ4អីទេព្រោះខ្ញុំរើសយកអាធំហ្មងខ្ញុំគិតថាធំសាច់វាច្រើនចឹងទៅឲ្យប្តីខ្ញុំរើសយកអាធំឲ្យតែមកផ្សារហ្នឹងភាគច្រើនខ្ញុំមកពេលល្ងាចព្រោះគេចាប់ផ្ដើមលក់ពេលល្ងាចវាសាប៊ូរបស់ធម្មជាតិយើងទិញយកទៅញ៉ាំយើងអត់បាច់ភ័យព្រួយអីទេហើយសំបីតែបន្លែក៏បន្លែដែរអ្នកភូមិគាត់បេះបានពីបឹងវាអីយកមកលក់ដែរឥឡូវចាប់ផ្ដើមថ្លឹងកដៅឲ្យអ៊ីគាត់ថ្លឹងចេញពីផ្សារហ្នឹងមកខ្ញុំក៏មកលេងមាត់ទឹកឥឡូវដីដែលប្រជាពលរដ្ឋនៅនឹងគាត់ដាំពោតដាំអីហ្នឹងណាលិចទឹកអស់ហើយបងប្អូនហ្នឹងអាទឹកដែលគេជីទូកហ្នឹងពេលដែលទឹកស្រកទៅគាត់មានដាំស្រូវដាំពោតដាំអីចឹងទៅឥឡូវលិចអស់ហើយឃើញទេសូម្បីដាំចេកនោះក៏លិចនៅសល់ចុងឯងហើយអ្នកភូមិនៅនេះគឺគាត់ដាំបន្លែលក់មានដាំពោតបារាំងត្រប់មានដាំដាក់ផ្កាឡៃហៀងដាំអីលក់ចំអុយតំណាំច្រើនណាស់ដែលគេដាំលក់មានដាំពោតចំណីសត្វមានស្វាយកាលមៀតមានអីហ្នឹងប៉ិនលិចទឹកអស់ហើយបងប្អូនលិចកតុយដីហ្នឹងគឺលិចទឹកអស់ហើយស្វាយកាលមៀតហ្នឹងណាលិចអស់ហើយបើតាមខ្ញុំគិតប្រហែលជាពេលដល់គេប្រមូលផលស្វាយហ្នឹងតែជាគេត្រូវជីទូកហើយបន្ទាប់ជីចេញពីមាត់ទឹកហ្នឹងមកវិញមកដល់កាត់ចកាអ៊ំចាអ៊ំក្មេងខ្ញុំហ្នឹងគាត់មានមកកាក់ប្តីខ្ញុំឃើញគាត់ចុះទៅបេះមកកាក់ហ្នឹងហើយទ្រើងនៅមុខហ្នឹងគឺទ្រើងដើមឡៃហៀងអាឡៃហៀងគេបេះផ្កាយកទៅញ៉ាំមួយគោឡើងភ្នំមកបន្ទាប់ពីចេញពីចកាហ្នឹងមកវិញក៏មកដល់ផ្ទះចាប់ផ្ដើមអាំងត្រីក្រាញ់ដែលយើងទិញហ្នឹងនិយាយពីស្រក់ខ្លាញ់ឈឺឆ្ងាញ់មែនតែនហើយក៏មានស្ងោរជ្រក់ពោះមួយឆ្នាំងដែរឲ្យប្តីខ្ញុំថាពោះប្រេងមួយហ្នឹងស្ងោរបានមួយឆ្នាំងបងប្អូនឃើញសឹកសាច់ហើយសឹកខ្លាញ់ដែលខ្ញុំចូលចិត្តណាពោះហើយខែទឹកឡើងចេះទៀតនិយាយពីសាប៊ូចាវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ៊ំពូមីងសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ